ផ្សេងៗទៀតដែលផ្ដោតសម្រាប់ University បងប្អូនដែលកំពុងតែស្ថិតនៅក្នុងថ្នាក់សាកលវិទ្យាល័យដូចគ្នាទាក់ទងទៅនឹងការ take note ដោយសារតែខ្ញុំបបពិសោធន៍បរៀនសិស្សកន្លងមកបងប្អូនកូនសិស្សរបស់ខ្ញុំតែងតែប្រាប់ឲ្យគាត់មាន notebook មួយសម្រាប់ note អ្វីដែលខ្ញុំបានបរៀនជាទូទៅណាប៉ុន្តែខ្ញុំអត់ដឹងថាមាន effect fancy សម្រាប់គាត់យ៉ាងម៉េចទេប៉ុន្តែខ្ញុំពិតជាបានប្រាប់មែនគ្រប់ចំនួនទាំងអស់ឲ្យដល់សិស្សដែលខ្ញុំបានបរៀនខ្ញុំថាយ៉ាងហោចណាស់ក៏មាន notebook មួយសម្រាប់ note នៅអ្វីដែលជាខ្លឹមសារមួយដែលបងអូនគិតថាសំខាន់មិនមែនលោកគ្រូថាសំខាន់បងអូន note ទេប៉ុន្តែបងអូនត្រូវមានរំញោចមួយដែលបញ្ជាក់ខ្លួនឯងថាវាសំខាន់មែនដោយលោកគ្រូបានបញ្ជាក់អញ្ចឹងណាអានេះជាអតិភិបមួយដែលបងប្អូនទាំងគ្នាត្រូវដឹងនៅក្នុង plan ថ្ងៃនេះខ្ញុំចង់ប្រាប់អំពីគន្លឹះសំខាន់3ដែលបងប្អូនត្រូវដឹងទី1បងប្អូនត្រូវតែស្គាល់អំពី keyword គ្នាយើងត្រូវដឹងថាតើពាក្យពេចន៍ឬក៏ខ្លឹមសារណាដែលអ្នកនរគ្នាត្រូវ note ហ្នឹងមិនមែន full word ទេណាមិនមែន full the meaning of definition ឬក៏និយមន័យរបស់វាទេជាទូទៅបងអូនកត់ note ហ្នឹងគឺកត់មកពាក្យឬក៏សរសេរនិមិត្តសញ្ញាអីមួយដែលបញ្ជាក់អំពីអត្ថន័យហ្នឹងហើយបងអូនពេលដែល note ហើយបងអូនសម័យថានិមិត្តសញ្ញាហ្នឹងបញ្ជាក់អំពីអាហ្នឹងនៃអត្ថន័យបែបនេះបងអូនអត់ត្រូវការសរសេរពេញទេណានេះចំណុចទី1ហើយការដែលយើងចេះសម័យនៅក្នុងការ note លើ keyword បែបហ្នឹងណាអ្នកទាំងគ្នានឹងមានលក្ខណៈពិសេសមួយនៅពេលដែលអ្នកទាំងគ្នាអាចទៅធ្វើការងារឬអីផ្សេងៗទៅអ្នកទាំងគ្នានឹងអាចសរសេរសង្ខេបបទឬក៏ខ្លឹមសារនៅពេលដែល meeting ចប់ឬក៏ហៅមនុស្ស meeting ណានេះគឺជាលក្ខណៈពិសេសដែរការចេញពីសាកលវិទ្យាល័យណានៅក្នុងចំណុចទី2យើងត្រូវចេះកំណត់ color ជាទូទៅនៅក្នុងសាកលវិទ្យាល័យបងប្អូនទាំងគ្នាអាចមានសភៅឬក៏អាចមាន document សម្រាប់សរសេរហើយចឹងជាទូទៅបងអូនចំណាំទៅ color របស់បងអូនបែបនេះគឺជាលក្ខណៈសំខាន់បែបនេះជានិយមន័យបែបនេះជា syntax ឬក៏ formula ឬក៏រូបមន្តនៃចឹងទៅជាគោលការណ៍ដែលត្រូវអ្នកនរគ្នាត្រូវតែដឹងជាដាច់ខាតណានេះជាអ្វីដែលគួរតែគ្នាយើងត្រូវបំពេញណាចឹងកាតព្វកិច្ចនៅក្នុងការបំពេញទាំងអស់ហ្នឹងនៅក្នុងចំណុចទី3របស់ខ្ញុំក្រោយពីបងប្អូនទាំងអស់គ្នា review ឬក៏ note ទៅលើ formula ឬក៏រូបមន្តទាំងអស់នោះនិយមន័យរបស់លោកគ្រូហើយបងប្អូនមុននឹងយើងចាប់ផ្ដើមថ្នាក់នឹងឡើងវិញណាឬក៏ទៅផ្ទះវិញណា before they start the class in the morning គ្នាយើងត្រូវតែចេះ review វាឡើងវិញសួរថាហេតុអីបានត្រូវ review ហេតុអីបានគ្នាយើងត្រូវតែមកមើលវាវិញចាំដល់ឈុំមាសចាំតែត្រូវប្រឡងចាំមកមើលក៏បានឬក៏យ៉ាងម៉េចគ្នាយើងត្រូវមើលដោយសារតែជាទូទៅ before they start the class គ្នាយើងត្រូវដឹងអំពីអត្ថន័យលោកគ្រូអាចនឹងសួរឬក៏មេរៀនហ្នឹងវាបន្តគ្នាវាបតកលាគ្នាអញ្ចឹងលុះត្រាតែគ្នាយើងដឹងអំពី the take note របស់បងប្អូនទាំងគ្នាហ្នឹងឬក៏អ្នកទាំងគ្នានឹងអាចចាំឬក៏ចាប់បានមេរៀនបន្តជាមួយលោកគ្រូបាននេះគឺជាអ្វីដែលខ្ញុំបានធ្លាប់ធ្វើយ៉ាងពិតប្រាកដដោយសារតែខ្ញុំជានិស្សិត IT អ្នកខ្លះក៏មាន take note ខ្ញុំអត់សច្ចេះឲ្យគ្នាយើងសរសេរនៅកុំព្យូទ័រទេ be honest បងប្អូនសរសេរដោយដៃដោយសភៅ note មិនទៅរៀនថានាមជាអ្នកបច្ចេកទេសឬក៏បច្ចេកទេសហើយសរសេរទៅលើកុំព្យូទ័រអ្នកនរគ្នាដាក់ទៅនៅក្នុងកុំព្យូទ័រហ្នឹងចឹងខ្ញុំចាំបានលោកគ្រូម្នាក់នៅក្នុងថ្នាក់សាកលវិទ្យាល័យភូមិន្ទភ្នំពេញគាត់ផ្ដាំកូនសិស្សគ្រប់រូបតែម្ដងគាត់ថាបើសិនជាបងអូនសរសេរនៅក្នុងកុំព្យូទ័រទុកឲ្យកុំព្យូទ័រមើលទៅអាហ្នឹងមានន័យថាមិនមែនបងអូនអ្នកមើលទេគឺឲ្យកុំព្យូទ័រអ្នកមើលណាអញ្ចឹងសរុបមកវិញខ្ញុំចង់ឲ្យគ្នាយើងចេះសរសេរនៅ take note នៅលើសភៅដោយដៃបងអូនផ្ទាល់ដោយប្រើការគិតរបស់បងអូនផ្ទាល់ជាមួយនឹង keyword មួយចំនួនមិនមែនឲ្យសរសេរទាំងអស់ខ្លឹមសារមេរៀនទេមិនមែនដូចទី12នៃសាកលវិទ្យាល័យ high school ឬអីសំដៅមិនមែនដូចនៅ high school ឬក៏អនុវិទ្យាល័យឬក៏វិទ្យាល័យរបស់បងអូនទេចឹងដាច់ខាតគ្នាយើងត្រូវចេះក្តោបក្តាប់នៅចំណុចខ្លឹមសារខ្ញុំគិតថាការចាប់ផ្ដើមដំបូងវាអាចនឹងហត់នឿយសម្រាប់បងអូនបន្តិចក៏ប៉ុន្តែវាពិតជាមានអត្ថន័យនៅពេលដែលបងអូនធ្វើជាទម្លាប់ធ្វើជារៀងរាល់ថ្ងៃបងអូននឹងឃើញអំពីអត្ថប្រយោជន៍ទាំងអស់នោះអូខេក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្្នឹងឯងសង្ឃឹមថាបងប្អូនអាចយល់បានណាបាទហើយ